ក្រោយមកសូមឲ្យមនុស្សផ្ញើ script មកវិញមើលពីចម្ងាយមកសម្រាប់កិច្ចសហប្រតិបត្តិការដែលយើងត្រៀមនឹងសម្រេចបានមានភេសជ្ជៈតួឯកស្រីរបស់ឈៀវយ៉ាវឈួងតួឯកស្រីរបស់ឈៀវយ៉ាវឈួងអីយ៉ាតួឯកស្រីរបស់ឈៀវយ៉ាវឈួង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 អ្នកផឹកច្រើនពេកខ្ញុំសុំទោសខ្ញុំមិននឹកស្មានថាស្រាវជំនាន់នេះទេនឹងសាហាវណាស់មិនអីទេអ្នកផឹកច្រើនពេកខ្ញុំនឹងនាំអ្នកទៅសម្រាកតើអ្នកមានបញ្ហាអ្វីអ្នកមិនអាចទុកគាត់ឲ្យនៅម្នាក់ឯងបានទេយ៉ាងស៊ីគាត់មានបញ្ហាលែងខ្ញុំទៅខ្ញុំនឹងស្វែងរកយូឈីសលោកយូជាប់រវល់កុំរំខានគាត់តោះទៅគេងអ្នក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 គ្មានអ្នកណាអាចគេចពីខ្ញុំបានទេវាហាក់ដូចជាឈីសេខេមិនបានឃើញមនុស្សអាក្រក់បែបនេះយូរមកហើយឈីសេខេសូមសាកល្បងឆេងយោហេតុអ្វីបានជានាងអាចធ្វើឲ្យព្រះអម្ចាស់យូសិនសោកសៅយ៉ាងនេះខ្ញុំចង់ឃើញថាតើអ្នកនឹងចូលចិត្តគាត់នៅពេលដែលឆេងយោប្រែទៅជាស្បែកជើងដែលខូចខ្ញុំហត់ណាស់សម្លឹងមើលជើងរបស់យេឈីសខ្ញុំមិនអាចទ្រាំបានទៀតទេខ្ញុំមានអារម្មណ៍អាក្រក់ណាស់ខ្ញុំ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 អ្នកធ្វើពុតជាល្អចំពោះខ្ញុំនឹងរក្សាអ្នកនៅក្នុងរង្វង់កំសាន្តនឹងថែរក្សាអ្នកហើយបន្ទាប់មកខ្ញុំនឹងបន្តសម្លាប់អ្នកខ្ញុំបានក្លាយជាមិត្តស្រីរបស់យ៉ាឈីវហើយខ្ញុំបានសម្លាប់អ្នកយ៉ាឈីវតើអាចធ្វើដូចម្តេចបុរសម្នាក់ដូចនាងត្រូវស្រឡាញ់ខ្លាំងណាស់លើពីនេះទៅទៀតខ្ញុំជាអ្នកសង្គ្រោះតើខ្ញុំអាចនៅខាងនាងដោយរបៀបណាទេអ្នកហ៊ានប្រយុទ្ធជាមួយប្រជាជនរបស់ខ្ញុំមិនដឹងទេខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំពិតជាមិនដឹងទេគ្រូឆេឈៀងគឺជាស្ត្រីរបស់អ្នកខ្ញុំដឹងថានាងជាស្ត្រីរបស់អ្នកប៉ុន្តែខ្ញុំជាបុរសខ្ញុំមិនហ៊ានប៉ះនាងទេចៅវាយយើងបានរកឃើញនាងហើយបងស្រីឈីថៅកែអ្នកគឺជាមនុស្សពេញចិត្តណាស់អ្នកល្ងងណាស់ស៊ីហ្វេងទេថយក្រោយខ្ញុំនឹងមិនបាត់បង់កំហឹងរបស់ខ្ញុំទេអ្នកគួរតែគិតបែបនេះអានឆាន់អស់ចិត្តហើយបាទខ្ញុំនឹងយកនេះជាយុទ្ធធម៌ចម្បងសម្រាប់តារាស្រីទាំងនោះអ្នកវាភ្លឺខ្ញុំនឹងទៅយកដុំទឹកកកមួយមកអ្នកយើងនឹងនិយាយពេលក្រោយទេសូមជួយខ្ញុំផងតើអ្នកដឹងថាអ្នកកំពុងធ្វើអ្វីទេខ្ញុំមានស្មារតីរឹងមាំណាស់ខ្ញុំគួរតែលេបថ្នាំសម្រាប់ការយល់ច្រឡំខ្ញុំគិតថាអ្នកពិតជាស្ងប់ស្ងាត់ណាស់បើខ្ញុំមិនមកថ្ងៃនេះតើអ្នកនៅតែចង់ស្វែងរកអ្នកផ្សេងទេវាក្តៅណាស់សូមជួយខ្ញុំផងកុំសោកស្ដាយវាតើអ្នកកំពុងធ្វើអ្វីតើខ្ញុំអាចទេព្រឹកនេះឯងមិនសូវស្រួលទេម្សិលមិញហត់ទេយ៉ាងណាក៏ដោយខ្ញុំមានអារម្មណ៍ធូរស្រាលណាស់មិនអីទេមកម្ដងទៀតអ្នកអៀនខ្មាស់
អ្នកមិនមានអាកប្បកិរិយានេះកាលពីយប់មិញពេលអ្នកសុំខ្ញុំមកអ្នកមិនចង់ទទួលខុសត្រូវទេមែនទេខ្ញុំនឹងទទួលខុសត្រូវចំពោះវាអញ្ចឹងតើអ្នកទទួលខុសត្រូវដោយរបៀបណាខ្ញុំនឹងទទួលខុសត្រូវចំពោះវាលោកយូជីដារបស់អ្នកមានគ្រោះថ្នាក់ហើយសូមមកមន្ទីរពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្វីលោកយូលើកនេះពិតមែនខ្ញុំមិនស៊ាំនឹងស្ថានភាពចាស់ទេខ្ញុំត្រូវរក្សាអារម្មណ៍របស់ខ្ញុំឲ្យស្ថិតស្ថេរនៅពេលនេះខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតាមសំណើចាស់របស់ខ្ញុំមិនអីទេខ្ញុំនឹងពេញចិត្តខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពខ្ញុំនឹងពេញចិត្ត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 យូគួរតែទៅយកថ្នាំជាមួយលោកវិកយ៉ាងដំបូងខ្ញុំនឹងមើលថែវានៅទីនេះកុំធ្វើពុតព្រះបានទៅហើយតើមានអ្វីខុសជីដាល្អចំពោះអ្នកមែនទេរងចាំបន្តិចតើអ្នកចង់លេងតួនាទីអ្វីជីតាចង់ធ្វើអ្វីតើអ្នកចង់ធ្វើអ្វីអ្នកគ្មានប្រយោជន៍ទេតាមពិតខ្ញុំបានឃើញវាយូរហើយគេថាយូមិនចូលចិត្តអ្នកតតែសោះយូមិនចូលចិត្តអ្នកតតែសោះអ្នកមានទំនាក់ទំនងអ្នកត្រូវតែពឹងផ្អែកលើខ្ញុំដើម្បីធ្វើឲ្យអ្នកឡើងទេតើអ្នកបារម្ភពីអ្វីខ្ញុំព្រួយបារម្ភពីអាជីវកម្មរបស់ខ្ញុំអ្នកគ្រាន់តែជាបុរសដែលមានរូបរាងល្អបើខ្ញុំមិនបានតុបតែងខ្លួនឲ្យអ្នកទេតើខ្ញុំនឹងធ្វើអ្វីជីតាជីតាតើអ្នកភ្ញាក់ទេខ្ញុំគិតថាខ្ញុំបានឮសំឡេងនាងឥឡូវនេះទេមែនទេក្មេងស្រីស្ងប់ស្ងាត់ណាស់ខ្ញុំអាចជឿនាងពីចម្ងាយជីតាគ្រូពេទ្យបានប្រាប់ខ្ញុំតែអ្នកត្រូវនៅមន្ទីរពេទ្យមួយរយៈលោកក៏បានមានប្រសាសន៍ថាបើមានបំណងប្រាថ្នាអ្វីក៏គួរតែស្កប់ចិត្តជីតាប្រាថ្នាអ្វីខ្ញុំចង់មានកូនអត់ទេខ្ញុំគ្រាន់តែនិយាយលេងខ្ញុំមិនប្រញាប់ទេមិនអីទេជីតាវាគ្រាន់តែថាវាមិនលឿននោះទេយោងតាមច្បាប់សៀវភៅ3ក្បាលនិងសៀវភៅ5មួយក្បាលគឺត្រឹមត្រូវបន្ទាប់ពីយប់ការខ្ញុំនឹងសុំឲ្យអ្នកមានកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានគ្រប់គ្រាន់ហើយតើអ្នកមិនគិតអំពីវាទេតើអ្នកកំពុងគិតអំពីអ្វីកូនប្រសាររបស់ខ្ញុំគឺជាមនុស្សល្អម្នាក់គ្មានអ្វីល្អជាងនោះទេតើអ្នកអាចធ្វើអ្វីបានអំពីវាជីតាតើអ្នកនៅតែចង់ឲ្យខ្ញុំរៀបការជាមួយគាត់ទេអត់ទេជីតាមិនមានន័យនោះទេគាត់មានន័យថាអ្នកពិតជាមិនគិតអំពីវាទេជីតាខ្ញុំបានគិតរួចហើយកុំបារម្ភខ្ញុំនឹងទទួលខុសត្រូវចំពោះយាឈីសេទទួលខុសត្រូវអ្នកវាគ្រាន់តែថាខ្ញុំមិនចង់អ្នកមិនចាំបាច់ដឹងអំពីវាទេជីតាកុំបារម្ភអំពីវានៅពេលនេះអ្នកចាប់តាំងពីអ្នកបានសម្រេចចិត្តយកសៀវភៅទេហេតុអ្វីបានជាអ្នកនៅតែរក្សាសៀវភៅនៅទីនេះវាគ្មានប្រយោជន៍ទេក្នុងការរក្សាវានៅទីនេះខ្ញុំនឹងប្រើវាប្រុសយកវាមកវិញឲ្យខ្ញុំមើលតាំងពីជីតានិយាយអញ្ចឹងខ្ញុំនឹងយកវាមកវិញហើយបង្ហាញអ្នកនេះខ្ញុំមិនអាចតោះទៅតើអ្នកអាក្រក់ក្នុងការរៀបការឬកុំបារម្ភខ្ញុំនឹងទទួលខុសត្រូវចំពោះអ្នកដូច្នេះអ្នកមិនធ្វើបែបនេះទេដោយសារតែ